40 ឆ្នាំអាមេរិកជាខ្នងបង្អែកសន្តិសុខដ៏សំខាន់របស់កូរ៉េខាងត្បូងមានទីហ៊ានអាមេរិកឈរជើងមានយន្តហោះចម្បាំង F-35 មានមីស៊ីលសាទការពារអាកាសនិងមានឆ័ត្រនុយក្លេអ៊ែរគ្រប់គ្រងប៉ុន្តែថ្ងៃនេះអាមេរិកបែរមកប្រាប់កូរ៉េខាងត្បូងថាមិត្តនៅតែជាមិត្តតែចាប់ពីពេលនេះកូរ៉េខាងត្បូងត្រូវរៀនការពារខ្លួនឯងទៅ CNN រាយការណ៍នៅថ្ងៃទី20ខែសីហាឆ្នាំ2026ថាលោកដូណាល់ ត្រាំចង់ឲ្យកូរ៉េខាងត្បូងទទួលខុសត្រូវនិងចំណាយលើការការពារខ្លួនកាន់តែច្រើនហើយលោកចាប់ផ្ដើមបង្ហាញទិសដៅនេះតាមរយៈការបញ្ជាឲ្យកាត់បន្ថយសម្ពាធយោធារួម Olchi Freedom Cell ប្រហែលពាក់កណ្ដាលដោយលើកឡើងថាវាចាយលុយអាមេរិកច្រើនពេកនិងធ្វើឲ្យមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនមិនពេញចិត្តខណៈដែលលោកត្រាំចង់បើកផ្លូវជួបមេដឹកនាំកូរ៉េខាងជើងរូបនេះម្ដងទៀតបញ្ហាគឺសម្ពាធដែលលោកត្រាំចង់កាត់នេះមិនមែនគ្រាន់តែសម្រាប់បង្ហាញកម្លាំងឲ្យកូរ៉េខាងជើងឃើញនោះទេវាក៏ជាកន្លែងដែលកងទ័ពកូរ៉េខាងត្បូងហ្វឹកហាត់ដើម្បីឈានទៅទទួលសិទ្ធិបញ្ជាកងកម្លាំងពីអាមេរិកនៅពេលមានសង្គ្រាមតែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺទីក្រុងសេអ៊ុលមិនបានឆ្លើយថាយើងត្រូវការអាមេរិកការពារដូចមុនទៀតនោះទេលោកលីជេមញងជាប្រធានាធិបតីបាននិយាយថាលោកយល់ស្របជាមួយលោកត្រាំថាកូរ៉េខាងត្បូងត្រូវតែទទួលខុសត្រូវលើសន្តិសុខរបស់ខ្លួនកាន់តែច្រើននិងបង្កើនការចំណាយលើការពារជាតិដល់ទៅ3កណ្ដោសញ្ញា 5% នៃផលិតផលក្នុងស្រុកសរុបលោកថែមទាំងអះអាងថាបើមើលពីអាវុធនិងកម្លាំងយោធាកូរ៉េខាងត្បូងសពថ្ងៃមានសមត្ថភាពការពារខ្លួនស្ថិតនៅក្នុងចំណោមប្រទេសកំពូលរបស់ពិភពលោកដូចទៅហើយហេតុអ្វីទីក្រុងសេអ៊ុលហ៊ាននិយាយបែបនេះទាំងខ្លួនធ្លាប់ពឹងអាមេរិកយ៉ាងជ្រៅចម្លើយគឺកូរ៉េខាងត្បូងបានត្រៀមខ្លួនសម្រាប់ថ្ងៃនេះអស់ជាច្រើនទសវត្សរ៍មកហើយពិតមែនហើយអាមេរិកបានជួយការពារកូរ៉េខាងត្បូងតាំងពីសង្គ្រាមកូរ៉េឆ្នាំ1950ក្រោយសង្គ្រាមប្រទេសទាំងពីរចុះសន្ធិសញ្ញាការពារគ្នានៅឆ្នាំ1953ទីក្រុងសេអ៊ុលមិនមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួននោះទេដូច្នេះឆ័ត្ររារាំងនុយក្លេអ៊ែររបស់អាមេរិកនៅតែជាខ្នងបង្អែកដ៏សំខាន់ប្រឈមទៅនឹងកូរ៉េខាងជើងប៉ុន្តែខណៈដែលដៃមួយចាប់សម្ព័ន្ធមិត្តអាមេរិកដៃម្ខាងទៀតកូរ៉េខាងត្បូងខំកសាងកម្លាំងរបស់ខ្លួនពីប្រទេសដែលធ្លាប់ត្រូវការអាមេរិកជួយសង្គ្រោះកូរ៉េខាងត្បូងថ្ងៃនេះអាចផលិតរថក្រោះកាំភ្លើងធំប្រព័ន្ធរ៉ុកែតនាវាចម្បាំងនាវាមុជទឹកនិងយន្តហោះចម្បាំងហើយថែមទាំងក្លាយជាអ្នកនាំចេញអាវុធទៅប្រទេសផ្សេងទៀតផងនេះហើយជាមេរៀនសំខាន់កូរ៉េខាងត្បូងមិនបានកសាងកម្លាំងខ្លួនឯងដើម្បីបោះបង់អាមេរិកចោលទេប្រទេសនេះកសាងកម្លាំងខ្លួនឯងដើម្បីកុំឲ្យអនាគតរបស់ប្រទេសខ្លួនពឹងទាំងស្រុងទៅលើការសម្រេចចិត្តរបស់ទីក្រុង Washington មេរៀននេះបង្ហាញថាមិត្តភាពអាចរក្សាសម្ព័ន្ធមិត្តអាចពង្រឹងប៉ុន្តែកម្លាំងខ្លួនឯងត្រូវតែកសាងមេដឹកនាំអាចផ្លាស់ប្ដូរផលប្រយោជន៍អាចប្រែប្រួលហើយមិត្តមិនអាចជួយយើងបានគ្រប់ពេលទេខ្លាំងខ្លួនឯងទៅព្រោះបានខ្ញុំរស់សុធាពី News Today NTTV E-Vision ជេមរហាហុំជាងមុនខ្លាំងជាងមុនឆ្លាតវៃជាងមុនធុង70លីត្របាញ់ស្មើជ្រាបចូលល្អជាឧបសគ្គបានរហ័សធ្វើការបានទាំងថ្ងៃទាំងយប់ E-Vision ជេមរហាជួយការងារស្រែចម្ការកាន់តែមានប្រសិទ្ធភាពជាងមុន